តើបរិទ្ធរណាជាភាពវិជ្ជមានឬអវិជ្ជមានសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសមួយខាងក្រោមនេះជាឧទាហរណ៍ខ្លីៗទី1យើងសាកស្រមៃថាប្រទេសមួយដែលកំពុងជួបប្រទេសបរិទ្ធរណាដែលមានតម្លៃអាហារសម្លៀកបំពាក់បច្ចេកវិទ្យានិងទំនិញផ្សេងៗទៀតធ្លាក់ចុះហើយជាដំបូងយើងមានអារម្មណ៍ល្អព្រោះតែទំនិញបានថោកជាងកាលមុនប៉ុន្តែអាជីវកម្មចាប់ផ្ដើមរកចំណូលបានតិចឬក៏លែងចំណេញតែម្ដងដូច្នេះគេជួបបុគ្គលិកតិចជាងមុនឬក៏កាត់ប្រាក់ខែដូច្នេះហើយប្រជាជនចាប់ផ្ដើមបាត់បង់ការងារហើយសេដ្ឋកិច្ចក៏ធ្លាក់ចុះទី2ខ្ញុំបានខ្ចីលុយពីធនាគារមកធ្វើអាជីវកម្មកំឡុងពេលតិផរណា 2% តែក្រោយមកបរិទ្ធរណាក៏ធ្លាក់ចុះមក 0% តម្លៃទំនិញត្រូវបានចុះថោកខ្ញុំស្ទើររកចំណេញមិនឃើញខណៈពេលដែលបំណុលរបស់ខ្ញុំមិនបានចុះថោកដូចទំនិញទេផ្ទុយទៅវិញតម្លៃពិតរបស់វាកើនឡើងស្ទើរតែ 2% ដូចទៅនឹងស្ថានភាពបរិទ្ធរណាដែរដូច្នេះការរកស៊ីរបស់ខ្ញុំគឺខាតដោយសារតែការខ្ញុំខ្ចីធនាគារលុយមានតម្លៃថោកតែពេលខ្ញុំសងលុយមានតម្លៃថ្លៃជាងជារួមប្រសិនបើបរិទ្ធរណាមានលក្ខណៈតិចតួចនិងរយៈពេលខ្លីវាអាចជាប្រយោជន៍ប៉ុន្តែបើវាអូសបន្លាយយូរពេកវាអាចប៉ះពាល់ដល់អាជីវកម្មអត្រាការងារនិងសេដ្ឋកិច្ចនៃប្រទេសនោះឬក៏អាចបណ្ដាលឲ្យមានបរិទ្ធសេដ្ឋកិច្ចធ្ងន់ធ្ងរទៀតផងនោះហើយគឺជាមូលហេតុដែលប្រទេសភាគច្រើនចូលចិត្តអតិផរណាមិនមែនជាបរិទ្ធរណាដើម្បីរក្សាកំណើនសេដ្ឋកិច្ចតួយ៉ាងដូចជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបានសម្រេចយើងនៅអតិផរណាជាគោលគឺ 2% គឺជារង្វាស់មួយក្នុងការវាស់ស្ទង់អំពីភាពរីកចម្រើននៃសេដ្ឋកិច្ចនិងតម្លៃទំនិញមិនថ្លៃពេក